ជំរាបសួរពុកម៉ែបងប្អូនខ្ញុំជឿជាក់ថាគ្រប់គ្នាកំពុងតែធ្ងន់ចិត្តខ្លាំងមែនតើបេះដូងយើងខ្ទេចខ្ទាំខ្លាំងមែនតើសម្រាប់ប្រជាជាតិខ្មែរដែលថាការឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជាហើយខ្ញុំពិតជាដឹងថាគ្រីស្ទបរិស័ទយើងនៅក្នុងប្រទេសជាតិរបស់យើងកំពុងតែឈរឲ្យអធិដ្ឋានទូងវហើយក៏ដូចជាបណ្ដាប្រទេសផ្សេងទៀតតែគេកំពុងតែអធិដ្ឋានសម្រាប់ទឹកដីសម្រាប់សន្តិភាពទាំងអស់នឹងដែរហើយក៏យើងពិតជាអរគុណសម្រាប់រាជរដ្ឋាភិបាលរបស់យើងកំពុងតែខិតខំតស៊ូស្វាស្វែងដើម្បីរកសន្តិភាពដើម្បីបញ្ឈប់ការបរបាញ់ពីប្រទេសសៀមដូចគ្នាប៉ុន្តែយ៉ាងណាមិញយើងឃើញថាសៀមចិត្តរឹងខ្លាំងមែនតើហើយប្រើយុទ្ធសាស្ត្រល្បិចម្ដងហើយម្ដងទៀតខ្ញុំពិតជាអារម្មណ៍ខ្ញុំពិតជាឈឺចាប់ខ្លាំងមែនតើសម្រែកនៃប្រជាជនខ្មែរទឹកភ្នែកឥឡូវនេះទោះបីជាយើងនៅក្នុងទីក្រុងយើងនៅទីកន្លែងណាក៏ដោយខ្មែរទាំងអស់គ្នាសុទ្ធតែទឹកភ្នែកសម្រាប់ប្រជាជាតិខ្លួនឯងនៅពេលក្ដួលខ្លាំងមែនទែននៅពេលឃើញកុមារក្មេងកំព្រាចាស់ជរាមនុស្សជាពិការទាំងសត្វទាំងអីគ្រប់បែបយ៉ាងអូយើងពិតជាខ្ញុំជឿជាក់ថាបងប្អូនហើយខ្ញុំគឺដួងចិត្តយើងដូចគ្នាបេះដូងយើងខ្ទេចខ្ទាំអស់ហើយវាខ្លោចចិត្តនៅអ្វីដែលយើងឃើញប៉ុន្តែអីដែលព្រះអង្គរំលឹកខ្ញុំនៅពេលរយៈពេលខ្ញុំអធិដ្ឋានជាមួយគ្រួសាររបស់ខ្ញុំនៅពេលខ្ញុំនឹកឃើញពីអីដែលព្រះអង្គនៅក្នុងកាពីនិខោម៉ាណាងដែលពីផារ៉ោនដែលព្រះអង្គដែលមូសេទៅនិយាយទៅកាន់ផារ៉ោនសូមដោះប្រជារាស្ត្រព្រះអង្គទៅថ្វាយបង្គំព្រះអង្គឲ្យគេមានសេរីភាពប៉ុន្តែយើងជឿថាផារ៉ោនមានប្រតិយរឹងខ្លាំងបំផុតហើយខ្ញុំមានអារម្មណ៍ទទួលបានអារម្មណ៍ strong ខ្លាំងមែនតើធ្ងន់ខ្លាំងមែនតើថាវិញ្ញាណរបស់ផារ៉ោនវានៅក្នុងអ្នកដឹកនាំរបស់សៀមដូចគ្នាគឺវិញ្ញាណនឹងវាតោងវាអត់ចង់ព្រមដោះលែងប្រជាជនខ្មែរវាអត់ព្រមដោះលែងនោះឡើយម្ដងហើយម្ដងទៀតយើងឃើញថាមានការកិច្ចព្រមព្រៀងការបាញ់រួចម្ដងហើយយើងឃើញសន្តិភាពពិតប្រាកដមែនប៉ុន្តែចិត្តរបស់សៀមនៅតែរឹងនៅតែក្តៅអញ្ចឹងខ្ញុំដឹងថាអារ្យវាគឺជាវិញ្ញាណរបស់ផារ៉ោនដែលនៅលើទឹកដីសៀមដែលនៅលើអ្នកដឹកនាំសៀមវាអត់ព្រមប៉ុន្តែយើងទូអង្វរយើងជឿថាសម្រែកនៃប្រជាជនខ្មែរទឹកភ្នែកដែលប្រជាជនខ្មែរខ្ញុំជឿថាព្រះអង្គនឹងស្ដាប់ព្រះអង្គមានបន្ទូលថាពុទ្ធពហោះ